ลมหน้ากำซันទៅជាមេភាគ6ផឹកនេះគឺជាផឹកថ្ងៃទី3ហើយពួកយើងមកញ៉ាំអីនៅហាងតាប៉ោងដែលល្បីនៅក្នុង TikTok ហ៎បន្ទាប់ពីញ៉ាំអីហើយយកឡានមកសាក់អគុយសិនព្រោះដោយសារតែសាក់តាំងពីថ្ងៃទៅបាត់ដំបងណាមួយឡាននៅសល់តែ30%ទេជិះនៅក្នុងសៀមរាបនឹងពីថ្ងៃហើយត្រូវសាក់ដោយសារតែថ្ងៃហ្នឹងត្រូវជិះណាត្រឡប់ទៅផ្ទះវិញហ៎តែមុននឹងទៅយើងឈៀងចូលលេងអង្គរតូចសិនហើយនៅតាមផ្លូវហ្នឹងយើងចូលទិញទឹកទិញអីញ៉ាំសិនហើយក៏បានញ៉ាំផ្អែមនេះដែលល្បីនៅក្នុងហាងគេហ្នឹងផ្អែមហ្នឹងហៅថាផ្អែមតៅហ៊ូត្នោតមានអីឆ្ងាញ់របស់គេតាហើយឥឡូវហ្នឹងយើងមកដល់អង្គរតូចហើយពងរកកន្លែងដាក់ឡានហើយក៏ដើរទៅខាងប្រាសាទហ្នឹងទោះបីជាធ្លាប់មកច្រើនដងហើយក៏ត្រូវមកដែរព្រោះអីប្រាសាទអង្គរវត្តគេជាដួងព្រលឹងនៃប្រទេសកម្ពុជារបស់យើងហើយនៅមួយចង់ឲ្យក្មេងៗឃើញឲ្យច្បាស់ផងជីងធ្លាប់ឃើញហើយប៉ុន្តែភីណាមួយភីឡាអត់ទាន់ដែរឃើញទេពេលមកដល់ហ្នឹងក៏ឲ្យជាងថតរូបជុំគ្នាហើយរូបក្មេងៗហ្នឹងហើយនេះភីណាគេពងឲ្យគេថតឲ្យមានអីគេចេះឈរឲ្យគេថតដែរហើយក៏ឲ្យភីឡាថតម្នាក់ឯងដែរតែជីងវិញគេអត់ចង់ថតសោះម្នាក់ឯងហ្នឹងបន្ទាប់ពីយើងថតនៅខាងគេហើយក៏យើងទៅនាំគ្នាថតនៅខាងក្នុងមួយកន្លែងទៀតនិយាយទៅខាងមកយូរហើយសៀមរាបតាំងពីកើតភីឡាមក3ខែមកដល់ឥឡូវហ្នឹងគឺខានមកយូរសៀមរាបហើយនិយាយពីមួយរៀងចង់អស់ខ្យល់ហើយ3ថ្ងៃដើររហូតខ្ញុំនាំដើរគ្រប់កន្លែងហើយពេលថតនៅខាងក្នុងគឺអត់បានថតទេដោយសារតែមួយជាប់កន្លែងរវល់ថតទៅអត់បានថតវីដេអូទុកហើយនេះគឺដើរចូលដល់ខាងក្នុងហើយពេលដែលចូលក្នុងហ្នឹងគឺបងណាក់ភីឡាហើយបងប្អូនខ្ញុំគឺគេអត់បានចូលទេដោយសារតែភីណាហត់ហើយអស់ឡើងហើយទីចេញមកវិញអញ្ចឹងអញ្ចឹងទៅចូលក្នុងហ្នឹងមានតែប៉ាម៉ាក់ជីងមួយខ្ញុំនៅពេលចូលបានបន្តិចហ្នឹងជីងថាហត់ដល់ក្តៅទៅក៏នៅដើរចូលបានត្រឹមប៉ុណ្ណឹងអាចបានចូលដល់ខាងក្នុងផងម្ដងគឺចង់ចូលទៅក្នុងកន្លែងនេះប្រាសាទនៅខាងនេះអូអីឃើញគេថតនៅឃើញស្អាតទៅចង់ចូលថតដែរប៉ុន្តែអត់បានថតចូលបានត្រឹមហ្នឹងហើយក៏ចេញមកវិញទៅហើយបន្ទាប់ពីហ្នឹងក៏មកកន្លែងព្រះអង្គចមកតែមុនហ្នឹងបានទៅ check out នៅស្ថានភាពហើយព្រោះអីដោយសារតែយើងត្រូវចេញមកផ្ទះដែរអញ្ចឹងទៅមុននឹងចូលកន្លែងបងចំព្រោះយើងក៏ទៅ check out ហើយសិនហើយចាំមកតាមក្រោយព្រោះអីដោយសារតែយើងអត់អាចរំលងបានទេកន្លែងបងចំមកយើងត្រូវតែមកគ្រប់មុននឹងយើងចេញដំណើរទៅផ្ទះវិញណានិយាយពីដើរមានក្មេងៗគឺពិបាកដើរដោយសារតែគាត់ឆាប់ហត់ក៏ពិតកម្រងហ្នឹងទៅផឹកហ្នឹងត្រូវចង់ទៅខាងប្រាសាទទាស្រីទេប៉ុន្តែនៅឆ្ងាយពេកក៏សម្រេចចិត្តថានៅត្រឹមទៅត្រឹមកោវត្តសិនទៅហើយនេះគឺឲ្យជីងមួយភីឡាយកផ្កាទៅថ្វាយកន្លែងណែនពេកដល់ពេលចឹងគេពិបាកដាក់ចូលតើពីចេញពីក្បងចំក៏មកមើលរូបភាពគំនូរសន្តិភាពនេះព្រោះដែលបានមើលទេបានតែឃើញក្នុង TikTok ក្នុង Facebook គេផងតែនៅភ្នំពេញក៏មិនទាន់បានតែមើលតែបានតែជីកាត់អាចបានចុះទៅថតហ្នឹងហើយយើងនាំគ្នាថតរូបមកប៉ុស្តិ៍ពីប៉ុស្តិ៍ហើយតបមកយើងក៏ចេញមករកបាយថ្ងៃត្រង់យើងមកញ៉ាំបាយថ្ងៃត្រង់នៅខាងភោជនីយដ្ឋានចេស្តានេះដែលគេល្បីនៅក្នុង TikTok ថាកន្លែងស្អាតហុំហើយទេសភាពត្រជាក់ស្រួលហ្នឹងហើយមកឃើញត្រជាក់ស្រួលរបស់គេមែនគេបាញ់ទឹកហើយមានដើមឈើហើយទេសភាពស្អាតគេចូលទៅហ្នឹងគឺយើងត្រូវតម្រូវទិញគូប៉ុងម្នាក់$2អត់តែសៃពៅមួយព្រោះសៃពៅទូចគេអត់យកលុយទេតែពេលដែលយើងចូលទៅញ៉ាំអីក្នុងហ្នឹងគឺគេយកអាគូប៉ុងហ្នឹងគឺកាត់លុយតាមហ្នឹងដែរអញ្ចឹងណាឥឡូវយើងពងដើរចូលទៅខាងក្នុងទៅរកកន្លែងអង្គុយញ៉ាំបាយពេលថ្ងៃដើរកាត់ព្រៃព្រឹក្សាគេធ្វើស្អាតរបស់គេធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយបាត់អារម្មណ៍ក្តៅស្អុះធុញថប់ហត់អស់កម្លាំងនឹងហ្មងហើយឥឡូវយើងក៏រកកន្លែងអង្គុយបានហើយយើងក៏កំងម្ហូបញ៉ាំហើយម្ហូបញ៉ាំពីច្រើនគឺយើងញ៉ាំម្ហូបខ្មែរហើយក៏ម្ហូបប្រចាំហាងគេអញ្ចឹងណាហើយអីហើយហ្នឹងពួកយើងក៏អង្គុយសម្រាប់បន្តិចឲ្យវាស្រួលពោះបន្ទាប់មកយើងក៏ចេញដំណើរត្រឡប់ទៅភ្នំពេញវិញហើយដំណើរកំសាន្តទៅខេត្តសៀមរាបចំនួន2យប់3ថ្ងៃហ្នឹងក៏ចប់ត្រឹមហ្នឹងដែរហើយវីដេអូក៏ចប់តែប៉ុណ្្នឹងដែរអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់